តែតិនដល់សំណងស្ពានដៃថ្ងៃ2ថ្នាក់ដឹកនាំមន្ទីរសាងសង់ទីក្រុងកន្ទើឲ្យដឹងស្ពានដៃថ្ងៃ2លើដងផ្លូវជាតិ60បានសម្រេចប៉ុន្តែមិនតាន់ពិនិត្យវិតម្លៃទើបមិនតាន់អនុញ្ញាតឲ្យប្រជាជនត្រាច់ចរម្ចាស់វិនិយោគមតិបំរុងក្នុងខែធ្នូឆ្នាំ2025និងសម្រេចការងារសាឡបងទទួលស្គាល់បន្ទាប់មកទើបសម្ពោធនឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលកន្លងប្រជាជនមួយចំនួនបានធ្វើដំណើរឡើងស្ពានថតរូបលក់ដូរតាមអំពើចិត្តនៅពេលសំណង់មិនទាន់សម្ពោធធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ម្ចាស់វិនិយោគត្រូវដំឡើងរបាំងនៅក្បាលស្ពាននិងស្នើរដ្ឋបាលភូមិភាគសហការដោះស្រាយតាមមន្ទីរសាងសង់គម្រោងការស្ពានដៃថ្ងៃបានកែសម្រួលបំពេញបន្ថែមកំណាត់ផ្លូវតភ្ជាប់ផ្លូវជាតិ91 B និងផ្លូវជាតិ60ប្រវែងជាង12គីឡូម៉ែត្រទ្រង់ទ្រាយជ្រលងរថយន្តចំនួន4ដំណាក់កាល1នឹងវិនិយោគមុនជ្រលងរថយន្តចំនួន2បន្ទាប់មកធ្វើឲ្យសុក្រិតដល់4ជ្រលងគម្រោងការទាំងស្រុងមានប្រវែងជាង27គីឡូម៉ែត្រមតិបំរុងសម្រេចនឹងដាក់ឲ្យទាញយកពីឆ្នាំ2028ថ្នាក់ដឹកនាំមន្ទីររញ្ញវត្ថុទីក្រុងកន្ទើឲ្យដឹងបន្ថែមសប្តាហ៍ថ្ងៃប្រភពទុនដងផ្លូវតភ្ជាប់ក្នុងឆ្នាំ2025ប្រមាណ100ពាន់លានដុំប៉ុន្តែមិនទាន់បានដកថវិកាដោយសារការងាររំដោះផ្ទៃរាបនៅយឺតក្នុងពេលខាងមុខមន្ទីររញ្ញវត្ថុស្នើមជ្ឈមណ្ឌលអភិវឌ្ឍពេលឡាដីទីក្រុងគណៈកម្មាធិការប្រជាជនឃុំដៃថ្ងៃតាំងថាញ់មានគម្រោងការឆ្លងកាត់ប្រញាប់ជំរុញល្បឿនការងារធានាសំណងជំនួយតាំងលំនៅថ្មីកំណត់ផ្លូវជាតិ60តភ្ជាប់ពីស្ពានដៃថ្ងៃ2រហូតដល់សង្កាត់សុកត្រាំងភូមិសាស្ត្រខេត្តត្រវិញនិងសុកត្រាំង